Mùi nào bay không, mùi nào bay. Cái này bay rồi, cái này bay rồi. Chấm á. Cái băng áp thằng con này. Băng mà rồi kia rồi này. បាទប្រិមត្តទូទាំងជនយើងអស់គ្នាបាននេះជាករណីហិង្សាបាទនៅនឹងផ្សារខេមរបាទហើយវាយហើយគឺបាទឆ្លងមកដល់ហ្នឹងអូនដំបងឡាយមិនវិញអូនបងខ្ញុំដើរតាមរួបងតែខ្ញុំជប់រៃមកខាងហើយពេលខ្ញុំចុះពីលើម៉ូតូពូម៉ាក់ខ្ញុំថានៅនឹងសិនហើយចាំតិចខ្ញុំអញយកខ្ញុំចុះលើម៉ូតូមកខ្ញុំដោះមួកយកយួរទិញប្រហែលមកជួបដើមខ្ញុំដើរដល់មុខកង3ហ្នឹងគាត់ថតដបាយខ្ញុំថតបាយអាណាយកមកអត់មានសួនដងអីទេមានសួនដងអីបងអាណាស្គាល់អត់ចុះបងខ្ញុំដើរស្គាល់បងដើរតាមមុខគាត់ខ្ញុំដើរស្គាល់ដែរបងដើរឃើញតែខ្ញុំទៅមកលើដំបងបងអីទាស់ទេនេះអត់អត់ទេបងខ្ញុំមានទាស់ទេបងខ្ញុំទៅមកបាន2ថ្ងៃទេបងយកឲ្យគេវាយត្រូវបាទដៃហ៎បាញ់ដោះឲ្យដៃបាញ់ដោះឲ្យដៃបាទចង់ឡៃណាអូនឡៃណានេះចង់ទៅជាបងអូទៅបានដៃហើយបានដបអូគ្នាគាត់ឡើង5 6នាក់ដល់ទៅបានដៃខ្ញុំវាយចង់5 6នាក់វាយសាប់យកហ្មងអត់បន្ទាប់ពីវាយអនឡាញហើយទៅវាយតែខ្ញុំវាយខ្ញុំហើយថាចុះអាស្គាល់អញអត់អញគ្រីចាទៅពេលតកែគាត់ថាវាយច្រឡំខ្ញុំគាត់វាយច្រឡំមិនវាយហើយអត់តាណាចូលក្នុងនេះបងតែច្បាស់ណាបាទចូលក្នុងហ្នឹងហើយគាត់ផឹកធម្មតាទេតែបងតាមមកមានមកគាត់ឡើងមើលអស់គាត់អូចំមុននឹងបើកទ្វារបិទទ្វារចុះបាត់ទ្វារបងបាត់ទ្វារចុះឥឡូវបាត់ទ្វារតែបាត់មិញតែថាមកចំគាត់ដោះស្រាយអូពីណាខាងណាដោះស្រាយបាទខាងណាអ្នកដោះស្រាយណាខាងមេគាត់បងអូមេគាត់បាទឥឡូវមេគាត់ចេញមកតំណាងហើយតែបាទមកតំណាងស្រាយតែបងគាត់អត់មកស្រាយគេគេគាត់មិនមានលុយណាដោះស្រាយបងខ្ញុំដោះស្រាយតែបងតែបងយកអត់តែអត់ជួយតែថាឲ្យបងចឹងណាចាតែគាត់ទៀតគេគាត់គ្នាគឺការពាក់ការពីឲ្យជីមានណាឲ្យបងឧទាហរណ៍យើងនិយាយត្រង់ណាគាត់ទៀតប្រហែលបងអូនឯងទៀតមកទៀត2000ដុល្លារ1000បង1000ទេទៀតបង1000ទេទៅពេលបងថាឯគេមានកាមេរ៉ាហើយទៀតបង1000ទេបងស្វាឡូបងគាត់ឡាយវិញចុះឥឡូវបើលពួនឯងមើលតិចជួយដែរទេមិន1000លុយច្រើនពេកទេខ្លាំងបងតែធ្វើមិនឥឡូវក្បាលហ្មងលើទុកជិះក្បាលទៅបាត់ទេអញ្ចឹងអាណៃទា1000ដុល្លារណាទី1000ដុល្លារទៅវិញគាត់ប្រងថាចង់700ទា1000ដុល្លារបើមិនព្រមនៅ700បាទអត់មានចង់ទៀតទេហ៎គាត់ថាគាត់តាមព្រោះគាត់ចោលបានគាត់ធ្វើបានទៀតបាទឥឡូវនេះយើងឃើញថាកំពុងតែបកកមានការផ្ញើផ្អាយយ៉ាងខ្លាំងនៅចំណុចនឹងទល់មុខនឹងផ្សារខេមរបាទដែលនៅចំណុចមុខហាងលក់ម៉ូតូបាទហេងបាទឥឡូវនេះមានតំណាងដែលជាតកែណាបាទតកែនេះគឺចេញមកសម្របសម្រួលជាមួយនឹងភាគីខាងបងប្រុសដែលត្រូវគេវាយហ្នឹងបាទហើយអូនប្រុសដែលត្រូវគេវាយហ្នឹងគឺបានបញ្ជាក់ថាទារចំនួន1000ដុល្លារហើយបើសម្បល់សម្បួរគ្នាចុះបន្ថែមទៀត700អីក៏យកដែរប៉ុន្តែឥឡូវនេះយើងអត់ដឹងថាតើពីខាងម្ចាស់ហាងដែលជាតំណាងឲ្យកូនចៅរបស់គាត់ដែលបានធ្វើសកម្មភាពបើវាយទៅលើកូនប្រុសខាងលើហ្នឹងបាទព្រោះគ្នា5នាក់វាយហ្នឹងមិនដឹងថាឥឡូវនេះម្ចាស់ហាងគាត់សម្រេចថានឹងជួយសម្របសម្រួលបង់សងប្រមាណទេពាក់ព័ន្ធនឹងករណីហិង្សាខាងលើដែរយុវជនខាងលើបាទត្រូវបានបាទអ្នកធ្វើការនៅបាទហាងលក់ម៉ូតូហេងនេះបាទ5នាក់បាទបានធ្វើសកម្មភាពវាយបាទហើយការវាយនេះគឺវាយនៅត្រង់ចំណុចនឹងមុខផ្សារខេមរបាទហើយពេលដែលវាយហើយបាទខាងមនុស្ស5នាក់ដែលធ្វើសកម្មភាពវាយទៅលើបងប្អូនហ្នឹងគឺបានរត់ចូលទៅខាងក្នុងហាងបាទលក់ម៉ូតូហេងនេះតែម្ដងណាហើយតាមបញ្ជាក់ពីបងប្អូនថាមានទាំងដបបាទមានទាំងអីបាទធ្វើសកម្មភាពព្រួយវាយគាត់តែម្ដងចាំមួយណាបាយមួយណាបាយឆ្លើយគាត់មួយណាបាយអូចូលមកមួយណាបាយបងមួយណាបាយអត់គេលើគេណាបាយគេណាបាយចាំមកចាំមើលតែបង់អាប់ថាកូនហ្នឹងបង់100%ណាមួយណាមួយណាតែច្រើនកន្លែងអូខេអូខេមនុស្សមកឥឡូវបង
តែយើងចាស់ហាងគាត់អានគាត់ឆែកកាមេរ៉ាហើយណា ខ្ញុំមកពិបាកទេបាទតែមានថា ឥឡូវកាន់អីនេះកូនចៅណា ឥឡូវនេះខ្ញុំនិយាយត្រង់ដោយសារខ្ញុំមកប្រួយដែរបុកថ្ងៃព្រោះនេះចង់និយាយថាខ្ញុំមកប្រួយទេខ្ញុំមិនដឹងរឿងអីទេតែឥឡូវហ្នឹងដែលខ្ញុំសួរអ្នកដែលគេបានឃើញហេតុគឺខាងគាត់ហ្នឹងគឺគាត់ឲ្យអាកូនចៅខ្ញុំបាយឯងគាត់មិនដែលបន្ទូដល់ឡៃនេះមកគេពងឲ្យខ្ញុំនេះគាត់បន្ទូដល់ឡៃហ្នឹងអញ្ចឹងបានមានការបកដៃគ្នាគឺគាត់មករឿងគេមុនបើតែគាត់ចុះទៅអាលើកបងលើកឡើងថាវាយច្រឡំឥឡូវនេះគាត់ទៀមទាសំណង$700នេះគាត់វាយគាត់នេះ ហ្នឹងហើយ បងកូនចៅបងប្រាប់បងទៅអញ្ចឹងហ៎ ចាឥឡូវស្គាល់ឥឡូវកូនចៅណាប្រាប់ឲ្យគាត់មកមុខបានអត់ទេខ្ញុំចង់និយាយគាត់នេះមិញគាត់មិនទៀងអស់នេះថាទី$700គេដល់ឲ្យគាត់ទាំងអស់ ចុះរឿងបកដៃយោចារឿងបកដៃ រឿងបកដៃហ្នឹងលោកគេថានោះគេបានឃើញគេប្រាប់ខ្ញុំគាត់ដឹងរឿងនេះគេថាគាត់នេះគឺបកដៃហ្មងគេមិនចាំនោះទេនេះហេតុកាមេរ៉ាខ្ញុំក៏មានដែរចាំខ្ញុំឆែកឲ្យតែគឺគាត់មករឿងគេដល់កន្លែង បាទ តើឡើយណាច្បាស់តែខ្ញុំជឿថាគាត់មានកាមេរ៉ាព្រោះហាងគាត់មានកាមេរ៉ាឥឡូវអ្នកអានេះថាបាទឥឡូវចំណុចកន្លែងការថែនេះគឺអត់ទាន់មានវត្តមានសមាជិកមូលដ្ឋាននៃសង្កាត់ចំចៅទី1ខណ្ឌពោធិ៍សែនជ័យចូលមកដល់ទេ